ซุปពេញប៉ោះតាមានរសជាតិយ៉ាងណានោះបងប្អូនតោះមកមើលវិធីចម្អិនទាំងអស់គ្នាហើយនេះគឺជាគ្រឿងផ្សំដែលនាងខ្ញុំយកមកធ្វើស៊ុបពេញប៉ោះចាជាដំបូងនេះខ្ញុំរៀបចំបន្លែមានដូចជាពោត1ផ្លែហើយនឹងពេញប៉ោះនេះខ្ញុំប្រើ2ផ្លែយើងហាន់ឲ្យល្អិតអញ្ចឹងទៅហើយគឺចាំតិចតិចទៅនាងខ្ញុំអត់ចង់បានម៉ត់ពេកទេចង់បាននៅរៀងដុំតិចតិចអញ្ចឹងបងប្អូនចំណែកពងទានេះនាងខ្ញុំប្រើ2គ្រាប់ហើយបន្ទាប់ពីរៀបចំគ្រឿងផ្សំហើយឥឡូវយើងមករៀបចំចម្អិនទាំងអស់គ្នាខ្ញុំដាក់ប្រេងឆាចូលបន្តិចដើម្បីបំពងខ្ទឹមសខ្ទឹមក្រហមរបស់យើងឲ្យឡើងក្លិនឈ្ងុយអញ្ចឹងណាបន្ទាប់ពីក្លិនឈ្ងុយរួចហើយយើងខ្ញុំបានដាក់បង្គាចូលបង្គានេះនាងខ្ញុំដំតិចដើម្បីឲ្យបែកកូរវាហើយនេះខ្ញុំដាក់គ្រឿងផ្សំរសជាតិមានដូចជាប្រេងខ្យង1ស្លាបព្រាបាយទឹកត្រី1ស្លាបព្រាទឹកស៊ីអ៊ីវ1ស្លាបព្រាម្សៅស៊ុបមាន់នេះខ្ញុំប្រើ1ស្លាបព្រាហើយស្ករស1ចុងស្លាបព្រាផងដែរចាកូរគ្រឿងទាំងអស់នេះសព្វចូលគ្នាឲ្យសព្វសិនទៅបន្ទាប់មកនេះខ្ញុំបានដាក់ពោតចូលតែម្ដងចាហើយនឹងពេញប៉ោះរបស់យើងបន្ទាប់មកនេះខ្ញុំដាក់ទឹកក្តៅចូលយើងធ្វើសម្លស៊ុបអញ្ចេះបងប្អូនយើងដាក់ទឹកក្តៅធ្វើឲ្យសម្លយើងឆាប់ពុះហើយឆាប់ឆ្អិនបានញ៉ាំចានេះគឺជាម្សៅឆានេះខ្ញុំប្រើ1ស្លាបព្រាបាយលាយជាមួយនឹងទឹកចាដើម្បីធ្វើឲ្យសម្លរបស់យើងខាប់ល្អបងប្អូនពេលយើងធ្វើសម្លស៊ុបអញ្ចេះយើងធ្វើឲ្យសម្លវាខាប់ល្អអញ្ចឹងទៅវាឆ្ងាញ់ចាឥឡូវសម្លរបស់យើងពុះហើយខ្ញុំដាក់ពងមាន់ដែលយើងបានកូរវាយមុនហ្នឹងបងប្អូនចូលតែម្ដងហើយដាក់អំបិល1ចុងស្លាបព្រាបាយបន្ទាប់មកនេះខ្ញុំប្រើសារាយចំនួន1ថង់តែម្ដងបងប្អូនចាសារាយនេះយើងយកទៅអាំងសិនណាបងប្អូនបានធ្វើឲ្យសម្លរបស់យើងមានរសជាតិឈ្ងុយហើយសម្លយើងចិនហើយនេះខ្ញុំបានដាក់ទឹកម្សៅឆាដែលយើងបានលាយមុននឹងចូលជាការស្រេចតែម្ដងបងប្អូនអើយក៏ក្លិនឈ្ងុយពេញផ្ទះហ្មងចាបងប្អូនមិនសូវស្រួលខ្លួនអីអាចធ្វើមួយមុខនេះញ៉ាំហ្នឹងស្រួលខ្លួនតែម្ដងបងប្អូនចុងក្រោយដាក់ជីវ៉ាន់ស៊ុយជាការស្រេចតែម្ដងមើលតំណងគួរចង់ញ៉ាំអត់បងប្អូនក្តៅហុយរសជាតិវិញអត់សូវដិតខ្លាំងបងប្អូនយើងយករសជាតិស៊ុបរៀងសាបឡំហ្មងតែរសជាតិពិតជាឆ្ងាញ់មែនចាឥឡូវសម្លនេះឆ្អិនហើយនេះខ្ញុំរៀបចំដួសបង្ហាញបងប្អូនអរគុណដែលបានចំណាយពេលទស្សនាវីដេអូរបស់ខ្ញុំចង់ឲ្យនាងខ្ញុំចម្អិនម្ហូបអ្វីក្រោយទៀតសូមខមមិននៅខាងក្រោមវីដេអូបាយ